ជំរាបសួរទៅដល់ពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះមកធ្វើនំកឡោជីបាទជាដំបូងរៀបរាប់គ្រឿងផ្សំកូរស្នូលជាមុនសិនបងប្អូនបាទម្សៅដំណើបបាទមានដូងកោសហើយបាទសណ្តែកដីបាទយើងបុកវារៀងល្អិតតិចទៅហើយក៏មានល្ងស្ករសនិងទឹកដោះគោបាទយើងមកធ្វើការកូរស្នូលទាំងអស់គ្នាបងប្អូនបាទត្រៀមធ្វើនំកឡោជីម៉ែបងប្អូនរបស់យើងបាទស្នូលនំកឡោជីរបស់យើងគឺមុខមាត់បែបនេះបងប្អូនបាទតែសម្រាប់ពុកម៉ែបងប្អូនខ្លះគឺគាត់ចេះធ្វើតែគ្រាន់តែខ្ញុំចង់ចែករំលែកទៅដល់បាទបងប្អូនមួយចំនួនដែលគាត់អត់ចេះធ្វើបាទឲ្យដឹងពីវិធីខ្លះបាទជំនាញដែលខ្ញុំចេះខ្លះអញ្ចឹងណាបងប្អូនបាទចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាបាទគឺស្នូលនំរបស់យើងគឺយើងធ្វើស្ករសទេអត់ប្រើស្ករត្នោតទេបងប្អូនបាទគឺស្រេចចំណង់ចំណូលចិត្តរបស់បងប្អូនប្រើស្ករត្នោតក៏បានបាទប្រើស្ករសក៏បានដែរបាទតែចំពោះខ្ញុំយកគ្រឿងត្រូវបាទ4មុខនេះបាទដូងល្ងសណ្តែកដីហើយស្ករសអញ្ចឹងណាបងប្អូនហើយចាំយើងមកធ្វើការបាទវិចខ្ចប់នំកឡោជីរបស់យើងបន្តទៀតបាទអរគុណបាទនំកឡោជីរបស់យើងវិចខ្ចប់ហើយបងប្អូនបាន5នំសិនហើយយើងដាំទឹកឲ្យពុះហើយយើងដាក់នំកឡោជីរបស់យើងចូលទៅបាទដាក់ចូលទៅដល់ពេលវាអណ្ដែតឡើងលើហើយអានឹងបានន័យថាវាឆ្អិនហើយបងប្អូនហើយចាំយើងបាទនឹងកូរម្សៅដំណើបបាទលីងម្សៅដំណើបប្រឡាក់នំកឡោជីរបស់យើងបាទមិនមែនធ្វើក្នុងលក្ខណៈស្តង់ដារទេបងប្អូនបាទអត់ស្តង់ដារទេតែគ្រាន់ថាធ្វើឲ្យតែបានញ៉ាំទេបងប្អូនបាទអញ្ចឹងហើយនិយាយរួមទៅការខ្ចប់នំកឡោជីនេះដូចជានំគមយើងដែរអញ្ចឹងណាបងប្អូនតែគ្រាន់ថាអ្នកខ្លះគឺចំហុយអ្នកខ្លះគឺយកមកស្ងោរអញ្ចឹងតែខ្ញុំចូលចិត្តដែលវិធីស្ងោរនេះវាលឿនរហ័សអញ្ចឹងណាបងប្អូនហើយបានយើងស្រង់វាបាទអរគុណបន្តមកទៀតយើងធ្វើការលីងជាមួយម្សៅដំណើបរបស់យើងបាទលីងប្រហែលជា1នាទី2នាទីបងប្អូនបាទ2 3នាទីលីងដើម្បីឲ្យវាឆ្អិនបាទយើងយកមកប្រឡាក់ជាមួយនំកឡោជីរបស់យើងបន្តបាទនំកឡោជីរបស់យើងបាទហើយតែធំមែនតើបងប្អូនបាទធំនេះបាទកុំភ័យខ្លាចថាហើមពោះអីដោយសារម្សៅដំណើបរបស់យើងគឺយើងធ្វើការលីងបាទលីងរយៈពេល2 3នាទីបើកភ្លើងតិចណាបាទសូមមើលសាច់ខាងក្នុងតិចមកបាទអូទំនមមែនតើបាទនំកឡោជីរបស់យើងបាទអូខេបាទសន្មតថាវីដេអូបាទដោយសារនឹកឃើញរសជាតិកាលដែលខ្ញុំនៅក្មេងៗណាបងប្អូននំកឡោជីណាម៉ែខ្ញុំក៏ទៅផ្សារគឺគាត់ទិញយកមកផ្ញើដោយសារខ្ញុំចូលចិត្តមែនតើបាទមិនដឹងថាវារសជាតិយ៉ាងម៉េចទេបាទតែពូខ្ញុំគាត់សាកហើយបាទអូខេជូនពរពុកម៉ែបងប្អូនសំណាងល្អដល់គ្នាអរគុណរាល់ការគាំទ្រវីដេអូរបស់ខ្ញុំបាទបងប្អូនពេញចិត្តនៅវីដេអូនេះជួយ share ម្នាក់មួយ follow Facebook ខ្ញុំផងនឹងមានវីដេអូថ្មីបន្តទៀតបាទអរគុណសំណាងល្អដល់គ្នាបាយបាយ